Xin chào đẹp xưa xóa công mà can vlog thì đi cả cam mà đau tê rai rồi cái lại khơi tê rai chỉ tạm phơi khơi ca xã của cha bà rắm cho tới sông pù giờ mà cắt đầm bầy bờ đỏ chẳng mong con ai mà mơ video này ca bờ đỏ ca này bàn nhưng mà toàn squash một ca này là lại tê bàn tay khơi xã rồi chẳng tới cắt sần bàn tay bảo bông ôn squash một ca này complete comment bạp thêm phong nè cắt một ca này máu những cắt giờ từ sàn tàu giờ tập đỏ ok cái lần xa này thì cái kia đang cái bắt đầu bị đập sầm lấyในក្នុងវីដេអូតទៅមិនដែរឥឡូវមក voice over វិញអញ្ចឹងនេះជាសកម្មភាពដែលខ្ញុំកាត់ពីដើមហើយក៏ជួយតុបតែងមេឃឲ្យពូដែរដោយសារគាត់ຕົកច្រើនស្កេស្កាអញ្ចឹងទោះបីសម្រស់ស្អាតប៉ុណ្ណាតែដល់ពេលយើងអត់តុបតែងមេឃវាទេគឺអត់សូវស្អាតទេហើយបើចំពោះរឿងអាមេម៉ោះដាំហ្នឹងគឺខ្ញុំប៉ុណ្ណេះឡើងម៉ែថាដាំអត់មានដែរបានបន្លែផ្លែឈើមកហូបទេចុះបើកូនបដោះតែផ្កាហ្នឹងបានគេបានហូបអត់បានដាំបន្លែផងទោះបីមាត់អត់បានហូបមែនប៉ុន្តែបេះដូងចិត្តយើងបានហូបហើយក្តីសុខរបស់អ្នកដាំគឺបែបហ្នឹងហើយអញ្ចឹងឈប់ប៉ុណ្នេះសិនសូមកាត់ចូលមកក្នុងវីដេអូវិញអញ្ចឹងយើងចាប់ផ្ដើមកាត់មេផ្កាហ្នឹងមួយចង្អាមអញ្ចឹងណាក៏វែងឬក៏វែងជាងហ្នឹងទៀតក៏បានដែរហើយយើងកាត់នេះយើងកាត់យកមេដែលរឿងចាស់ណាឬក៏ពាក់កណ្ដាលចាស់ឬក៏ពុកម៉ែបងប្អូនអាចមើលទៅតាមវីដេអូជាក់ស្ដែងភាពអ្នកកាត់ដល់កកាត់ហាត់ផ្កាសិនមានអីផ្កាហ្នឹងក៏អូបដែរតាក្លិនក៏អូបដែរអញ្ចឹងបន្ទាប់ពីយើងបានកាត់មេវារួចហើយយើងអាចយកវាទៅដាក់ដាំអញ្ចឹងខ្ញុំធ្វើការបដោះរបៀបពីរយ៉ាងទី1ខ្ញុំដាំនៅក្នុងដីនិងមួយទៀតគឺខ្ញុំបដោះនៅក្នុងទឹកអញ្ចឹងយើងមានដីដែលយើងបានលាយរួចហើយយកមេដែលបានកាត់ហ្នឹងយកមកដាក់នៅក្នុងដីហ្នឹងមកអញ្ចឹងខ្ញុំដាក់ក្នុងមួយកែវឬក៏ក្នុងមួយថូហ្នឹងវាច្រើនដោយសារតែខ្ញុំបដោះឲ្យវាចាប់ឫសសិនចាំយើងលៃទៅតាមក្រោយហើយមេដែលនៅសល់មួយចំនួនគឺខ្ញុំដាក់បដោះនៅក្នុងទឹកអញ្ចឹងរួចហើយខ្ញុំដាក់ក្នុងកែវខ្លះហើយមួយចំនួនទៀតគឺខ្ញុំដាក់នៅក្នុងកែវដែលយើងដាក់ទឹកអញ្ចឹងបរិមាណដែលដាក់ទឹកគឺយើងដាក់ត្រឹមមួយចង្អុលដៃបានហើយចំពោះកែវទឹកគឺយើងត្រូវអាសាដូរ3មួយថ្ងៃយើងដូរម្ដងអញ្ចឹងវីដេអូយើងបានដល់ទីបញ្ចប់ហើយសូមអរគុណសូមជម្រាបលាចង់មើលវីដេអូខ្ញុំបន្តទៀតកុំភ្លេច like និង follow page ខ្ញុំមួយផង